ក្នុងវីដេអូមួយនេះខ្ញុំសូមឆ្លើយតបខមមិនបងប្រុសម្នាក់ដែលគាត់ចង់ធ្វើការលុបរូប sticker ដែលគាត់បានបង្កើតនៅក្នុង Messenger ណាគាត់ចង់លុបចេញតែម្ដងតោះបើសិនជាបងប្អូនជួបបញ្ហាបែបហ្នឹងកុំភ្លេចមើលវីដេអូនេះដំបូងយើងគ្រាន់តែធ្វើការចូលជាមួយនឹងឆាតរបស់យើងទៅបាទបងប្អូននឹងឃើញរូបដែលបងប្អូនបានបង្កើតបែបនេះអញ្ចឹងឧទាហរណ៍រូបរបស់ខ្ញុំបែបនេះបាទអញ្ចឹងនៅពេលដែលយើងបានបង្កើតហើយបើសិនជាយើងចង់លុបធម្មតាគឺយើងលុបអត់កើតទេបងប្អូនយើងចុចទៅលើរូបហ្នឹងមែននៅពេលដែលយើងលុបគឺរូបយើងក៏នៅតែជាប់ដដែលបងប្អូនណាបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនបានបង្កើតរូប sticker ដោយខ្លួនឯងយើងចុចឲ្យកន្លែងរូប sticker ហើយយើងចុចពាក្យថា custom sticker បាទអញ្ចឹងនៅពេលដែលយើង select រូបរបស់យើងអាចបង្កើតជា sticker បែបនេះហើយបន្តមកយើង send អញ្ចឹងបងប្អូននឹងឃើញត្រង់ចំណុចខាងក្រោមបាទខាងក្រោមហ្នឹងគឺវានឹង store ទុករូបយើងនៅខាងក្រោមនឹងទាំងអស់តែម្ដងអញ្ចឹងនៅពេលដែលបងប្អូនបង្កើតកាន់តែច្រើនរូបយើងកាន់តែច្រើនហើយបើសិនជាក្នុងករណីបងប្អូនចង់ចុចកន្លែងហ្នឹងតែម្ដងហើយធ្វើការលុបគឺយើងអត់អាចលុបកើតទេបងប្អូនណាបាទអញ្ចឹងយើងចុចហើយគឺយើងអត់មានកន្លែងណាលុបទេអូខេតោះអញ្ចឹងវិធីសាស្ត្រដែលយើងអាចលុបបានបងប្អូនមើលអាកន្លែងចំណុចពណ៌លឿងហ្នឹងឯងបាទត្រង់ចំណុចទាំងអស់ហ្នឹងបាទអញ្ចឹងបងប្អូនកត់ចំណាំត្រង់ចំណុចហ្នឹងណាបាទអញ្ចឹងយើងលុបបានយើងចុចឲ្យកន្លែងរូប sticker បែបនេះអញ្ចឹងបងប្អូននឹងឃើញរូបនៅខាងក្រោមដែលយើងបានបង្កើតមុនហ្នឹងបាទឃើញរូបពីរនៅខាងក្រោមហ្នឹងបងប្អូនឃើញអត់បាទអញ្ចឹងរូបខាងក្រោមហ្នឹងគឺយើងមានវិធីសាស្ត្រក្នុងការលុបបាទអញ្ចឹងបើសិនជាបងប្អូនចុចមកឃើញបែបហ្នឹងយើងយកពាក្យអាកន្លែងរូបបាទរូប reset ហ្នឹងបាទបងប្អូនចុចលើហ្នឹងមកបងប្អូននឹងឃើញរូបយើងហើយចង់លុបបងប្អូនយើងគ្រាន់តែយកដៃសង្កត់ឲ្យជាប់ទៅលើហ្នឹងបងប្អូននឹងឃើញពាក្យថាបាទ remove បាទឃើញទេបងប្អូនអញ្ចឹងយើងអាចចុចលើហ្នឹងទៅហើយយើងចុចពាក្យ remove ចោលតែម្ដងបាទអញ្ចឹងរូប sticker ដែលយើងបានបង្កើតពេលដែលយើងចេញមកដូចដើមមកយើងអាចលុបបានឃើញទេបាទអញ្ចឹងវាអត់មាន store ទុកនៅលើហ្នឹងទៀតទេអូខេបងប្អូនវិធីសាស្ត្រនេះគឺមានត្រឹមតែប៉ុណ្្នឹងទេចែកជូនបងប្អូនបាទអរគុណជម្រាបលា